កម្ពុជាក្រោមចាសសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះគឺជាថ្ងៃសុក្រ14រោចខែចេឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃទី26ខែមិថុនាឆ្នាំ2014ចា៎នាងខ្ញុំសឿនចិន្តានិងសហការីក្រុមផ្សាយវិទ្យុសំឡេងកម្ពុជាក្រោមសូមស្វាគមន៍លោកអ្នកស្ដាប់ពីសហរដ្ឋអាមេរិកមាតិកាព័ត៌មានសំខាន់សម្រាប់ថ្ងៃនេះរួមមានមន្ត្រីទូតវៀតណាមអះអាងថាមិនសមទោសតាមការទាមទាររបស់សមាគមខ្មែរក្រោមព័ត៌មានស្រុកខ្មែរព្រះធម្មទេសនាប្រចាំថ្ងៃសិលសម្ដែងដោយព្រះដៃព្រះគុណនាថសីឡោត្រឹងវ៉ាងយ៉ុងនិងព័ត៌មានមួយចំនួនទៀតដែលនឹងជម្រាបជូនលោកអ្នកស្ដាប់ជាបន្តបន្ទាប់ចាអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាថ្លែងថានឹងមិនធ្វើការសំទោសតាមការទាមទាររបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមឡើយហើយថាការលើកឡើងរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមកាលពីពេលកន្លងមកដែលថាបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យស្ដេចយួននោះគឺជាការប្រឌិតមួលបង្កាច់និងជាការចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាប់ចំណែកខាងខ្មែរក្រោមវិញជំរុញឲ្យវៀតណាមបង្ហាញឯកសារភស្តុតាងជំវិញការបដិសេធនេះជាមួយគ្នានេះសមាគមគម្រាមថានឹងធ្វើបាតុកម្មប្រសិនបើមិនមានការសំទោសជាសាធារណៈនោះទេយោងតាមវិទ្យុអាស៊ីសេរីជាខេមរៈភាសាអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាលោកត្រឹងវ៉ាងថុងនៅថ្ងៃទី25ខែមិថុនាបង្ហាញជំហរថាលោកមិនអាចទទួលយកការចោទប្រកាន់របស់អង្គការសមាគមខ្មែរកម្ពុជាក្រោមដែលគ្មានមូលដ្ឋានច្បាប់និងភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់នោះទេមន្ត្រីវៀតណាមបានថ្លែងបន្តថាការលើកឡើងរបស់ខ្មែរក្រោមដែលថាបារាំងបានកាត់ទឹកដីកម្ពុជាក្រោមដែលមន្ត្រីនាំពាក្យរូបនេះហៅថាទឹកដីវៀតណាមខាងត្បូងឬទឹកដីណាមបូទៅឲ្យស្ដេចយួននៅឆ្នាំ1949នោះថាជាការមួលបង្កាច់និងបោកប្រាស់ប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះលោកត្រឹងវ៉ាងថុងថែមទាំងចំអកថាទោះជាយ៉ាងណាគ្មាននរណាគេជឿទៅលើការមួលបង្កាច់ឬការបោកប្រាស់នេះឡើយទឹកដីវៀតណាមជាខាងត្បូងនឹងតំបន់ដីណាមបូវៀតណាមនឹងគឺជារបស់វៀតណាមច្រើនរយឆ្នាំណាស់ហើយស្ដេចរបស់វៀតណាមនឹងគាត់គ្រប់គ្រងគាត់តែងតាំងអភិបាលខេត្តអភិបាលស្រុកគ្រប់គ្រងដែនដីនឹងបងប្អូនខ្មែរណាមបូនឹងមួយចំនួននឹងបងប្អូនខ្មែរនៅវៀតណាមជាខាងត្បូងមួយចំនួននឹងគាត់លើកឡើងថាទឹកដីនឹងអីមានថ្ងៃណានោះបារាំងកាត់ដីនឹងប្រគល់ឲ្យវៀតណាមអានេះគឺជាការប្រឌិតពៀការមួលបង្កាច់ការជុតប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់អ្វីទេមិនមានទឹកតាំងឲ្យប្រកាំងឲ្យជាប្រទេសសាទេបាទមុនឆ្នាំ1858នឹងទឹកដីនឹងគឺវៀតណាមគ្រប់គ្រងរបស់វៀតណាមហើយលោកត្រឹងវ៉ាងថុងព្យាយាមមិនប្រើពាក្យទឹកដីកម្ពុជាក្រោមឬក៏ខ្មែរក្រោមនោះឡើយតែលោកហៅទឹកដីនោះថាជាទឹកដីវៀតណាមខាងត្បូងឬទឹកដីណាមបូនិងចាត់ទុកប្រជាពលរដ្ឋខ្មែរនៅទីនោះថាខ្មែរនៅវៀតណាមខាងត្បូងឬខ្មែរណាមបូទៅវិញកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2014តំណាងអង្គការក្រៅរដ្ឋាភិបាលខ្មែរក្រៅមួយដែលមានឈ្មោះថាលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោមបានចេញលិខិតមួយច្បាប់ទទូចឲ្យលោកត្រឹងវ៉ាងថុងអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាសុំទោសពលរដ្ឋខ្មែរជាសាធារណៈបើពុំដូច្នោះទេពួកគេនឹងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមសារលិខិតនេះបានបញ្ជាក់ថាអង្គការសមាគមខ្មែរកម្ពុជាក្រោមខកចិត្តយ៉ាងខ្លាំងចំពោះការថ្លែងរបស់លោកត្រឹងវ៉ាងថុងអ្នកនាំពាក្យស្ថានទូតវៀតណាមបានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ2014ថាបារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេតែកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេគ្មានអ្វីជាភស្តុតាងទេអង្គការសមាគមខ្មែរកម្ពុជាក្រោមសូមឲ្យលោកត្រឹងវ៉ាន់ថុងឬរដ្ឋាភិបាលវៀតណាមបង្ហាញឯកសារពិតដែលថាបារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាមទេនិងឯកសារដែលថាកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយបើគ្មានឯកសារណាមួយជាមូលដ្ឋានឬគ្មានភស្តុតាងមកអំណះអំណាងទេលោកត្រឹងវ៉ាន់ថុង
ឬរដ្ឋាភិបាលវៀតណាមត្រូវតែសំទោសប្រជារាស្ត្រខ្មែរជាសាធារណៈបើពុំដូច្នោះទេអង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាមួយដ៏ធំប្រឆាំងរដ្ឋាភិបាលសាធារណសង្គមនិយមវៀតណាមរហូតដល់រដ្ឋាភិបាលវៀតណាមព្រមទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោមសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងចូលរួមសន្និបាតប្រចាំឆ្នាំលើកទី9ក្រោមប្រធានបទធម្មនុញ្ញនៃអង្គការសហប្រជាជាតិយើងជាមនុស្សជាមួយនឹងអង្គការអន្តរជាតិចំនួន5ផ្សេងទៀតនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅថ្ងៃទី28ខែមិថុនាខាងមុខនេះយោងតាមសេចក្តីជូនដំណឹងមួយពីលោកចៅសេរីអនុប្រធានទី2នៃសហព័ន្ធខ្មែរកម្ពុជាក្រោមតាមរយៈសារអ៊ីមែលដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោមទទួលបាននៅថ្ងៃទី16ខែមិថុនាថាសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងចូលរួមធ្វើសន្និបាតប្រចាំឆ្នាំលើកទី9ក្រោមប្រធានបទធម្មនុញ្ញនៃអង្គការសហប្រជាជាតិយើងជាមនុស្សសន្និបាតនេះរៀបចំឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិកនៅថ្ងៃទី28ខែមិថុនាឆ្នាំ2014ដោយមានអង្គការអន្តរជាតិចំនួន5ផ្សេងទៀតជាអ្នកផ្ដួចផ្ដើមអង្គការទាំងនេះរួមមានអង្គការច្បាប់សិទ្ធិមនុស្សអន្តរជាតិ International Bills of Rights វិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋ Hawaii Institute for Human Rights វេទិកាសេរីភាពទាំង4 For Freedom Forum អង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក Amnesty International USA សហព័ន្ធខ្មែរកម្ពុជាក្រោមខ្មែរកម្ពុជាក្រោម Federation អង្គការសហប្រជាជាតិសមាគមសហរដ្ឋអាមេរិក United Nations Association USA សហរដ្ឋអាមេរិកបណ្ដាញសិទ្ធិមនុស្ស United States Human Rights Network សន្និបាតនេះនឹងផ្ដោតលើបញ្ហាសិទ្ធិនិងការប្រកាន់ពូជសាសន៍នៅសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកនឹងលើកឡើងឆ្លើយបំភ្លឺអំពីការលុបបំបាត់រាល់ទម្រង់នៃការប្រកាន់ពូជសាសន៍នៅក្នុងគណៈកម្មការសហប្រជាជាតិនៅខែសីហាខាងមុខនេះតួនាទីនិងនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលជាចំណុចសំខាន់ប្រឈមមុខនឹងមនុស្សជាតិនៅក្នុងដំណើរស្វែងរកសេរីភាពនិងសមភាពសន្និបាតសកលស្តីពីជនជាតិដើមនិងតុលាការសិទ្ធិមនុស្សពិភពលោកដែលតាក់ទងច្បាប់សិទ្ធិមនុស្សអន្តរជាតិសូមបញ្ជាក់ថាធម្មនុញ្ញនៃអង្គការសហប្រជាជាតិជាធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលត្រូវបានចុះហត្ថលេខានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិស្តីអំពីការចាត់តាំងអង្គការអន្តរជាតិ United Nations Conference on International Organization នៅទីក្រុង San Francisco នៃរដ្ឋ California កាលពីថ្ងៃទី26ខែមិថុនាឆ្នាំ1945ដោយមានប្រទេសហត្ថលេខីដំបូងចំនួន50សមាជិកចូលរួមធម្មនុញ្ញនេះមានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី24ខែតុលាឆ្នាំ1945បន្ទាប់ពីបានការអនុម័តពីប្រទេសចំនួន5ដែលស្ថាបនិករួមមានចិន សូវៀត បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត ធម្មនុញ្ញនេះបានពិភាក្សាដោយគណៈកម្មការតាក់តែងច្បាប់និងប្រទេសហត្ថលេខីដែលបានចុះហត្ថលេខាយល់ព្រមអនុវត្តតាមមាត្រាទាំងនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសគាំទ្រមេដឹកនាំយុធាថៃក្នុងការបញ្ជូនពលករខ្មែរមកកម្ពុជាវិញដើម្បីឲ្យពលករមកធ្វើឯកសារស្របច្បាប់ទៅធ្វើការនៅប្រទេសថៃឬនៅប្រទេសដទៃទៀតអ្នកធ្វើការងារតាក់ទងនឹងការការពារសិទ្ធិពលករបញ្ជាក់ថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះគ្រាន់តែជារឿងនយោបាយរបស់មេដឹកនាំនៃប្រទេសទាំងពីរហើយថាពលករកម្ពុជានឹងប្រឈមនឹងបញ្ហាលំបាកដោយសារវិបត្តិស្បៀងការងារធ្វើនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថាមេដឹកនាំយុធាថៃបានផ្ញើលិខិតជូនលោកក្នុងការដោះស្រាយបញ្ហាពលករខ្មែរនៅប្រទេសថៃដើម្បីធ្វើឲ្យពលករខ្មែរក្លាយទៅជាពលករស្របច្បាប់លោកហ៊ុនសែនបញ្ជាក់នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី26មិថុនាថាលោកប្រយុទ្ធច័ន្ទឧចាមេដឹកនាំយុធាថៃបានផ្ញើលិខិតមកលោកដែលមានខ្លឹមសារថាថៃបញ្ជូនពលករខ្មែរមកកម្ពុជាវិញនេះថៃពុំមានបំណងបណ្ដេញពលករអន្តរប្រវេសន៍ចេញពីប្រទេសថៃនោះទេគឺគោលបំណងពង្រឹងអនុវត្តច្បាប់អន្តរប្រវេសន៍ដើម្បីឲ្យពលករខ្មែរទទួលបានការការពារគាំពារពីប្រទេសថៃនិងឲ្យវិលត្រឡប់ទៅវិញដោយស្របច្បាប់លោកហ៊ុនសែនលើកឡើងថាលោកបានផ្ញើលិខិតឆ្លើយតបទៅវិញ
គាំទ្រចំពោះសកម្មភាពរបស់មេដឹកនាំយោធាថៃនេះ ហេតុអីបានជាយើងត្រូវគ្រប់គ្រងនៅវិធានការរបស់ក្រមដឹកនាំនៅក្នុងប្រទេសថៃបច្ចុប្បន្នមិនតាន់មានរដ្ឋាភិបាលទេមិនតាន់មាននាយករដ្ឋមន្ត្រីទេកន្លងទៅមានអ្នកខ្លះគេទៅសេរបត់ទៅឲ្យប្រយុទ្ធច័ន្ទអូតាជានាយករដ្ឋមន្ត្រីតែគាត់មិនមែនជានាយករដ្ឋមន្ត្រីតែកំពុងកាន់អំណាចដូចជានាយករដ្ឋមន្ត្រីមួយដែរ តាក់ទងនឹងការធ្វើលិខិតឆ្លងដែនត្រឡប់ទៅធ្វើការនៅក្រៅប្រទេសរបស់ពលករវិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថាបើសិនជាពលករបានទៅចុះឈ្មោះតាមរយៈក្រុមហ៊ុនច្បាស់លាស់គឺអាចធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃគ្រាន់តែចេញថ្លៃថតរូប$4ទេលោកបានថែមថាចំពោះសិស្សនិស្សិតដែលមានឯកសារបញ្ជាក់ពីក្រសួងអប់រំយុវជននិងកីឡាថាបានជាប់អាហារូបករណ៍ទៅក្រៅប្រទេសនោះគឺទទួលបានធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃដែរ ចំពោះពលករម្នាក់ចេញតែថ្លៃរូបថត$4ហើយខ្ញុំសូមបញ្ជាក់អា$4នេះទៀតមានការចាំបាច់នឹងបង់$4ទេបើសិនជាសម័យខ្លួនមានរូបថតយកទៅឲ្យគេធ្វើ សេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី24ខែមិថុនាបញ្ជាក់ថាពលករដែលបានចុះឈ្មោះទៅធ្វើការនៅបរទេសនោះក្នុងមនុស្សម្នាក់ត្រូវចំណាយលុយចំនួន$49សហរដ្ឋអាមេរិកក្នុងនោះរួមមានបានពលករកម្ពុជាទៅធ្វើការនៅបរទេសចំនួន$10លិខិតឆ្លងដែនពលករចំនួន$4ទិដ្ឋភាពការងារនៅស្ថានទូតថៃប្រចាំនៅកម្ពុជាចំនួន$20ប្រាក់សោហ៊ុយធ្វើដំណើរទៅកាន់ទីក្រុងប៉ោយប៉ែត$10ប្រាក់អាហារតាមផ្លូវធ្វើដំណើរ$5សហរដ្ឋអាមេរិកការបង់ប្រាក់ត្រូវធ្វើតាមដំណាក់កាលនីមួយៗតាមការចាត់ស្ដែងលោកហ៊ុនសែនបានបង្ហាញរបាយការណ៍ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថាក្រុមហ៊ុនបញ្ជូនពលករទៅបរទេសមាន49ក្រុមហ៊ុនលោកបញ្ជាក់ថាចំពោះពលករដែលអាចឆ្លងកាត់ទៅប្រទេសថៃឬប្រទេសផ្សេងៗលុះត្រាមានឯកសារស្របច្បាប់ហើយអាចធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសតាមចិត្តទេលោកបានថែមថាការធ្វើលិខិតឆ្លងដែនគឺពង្រីកធ្វើនៅតាមខេត្តកំពង់ចាមព្រៃវែងស្វាយរៀងកំពង់ធំសៀមរាបបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពតតាកែវនិងអាចពង្រីកធ្វើទូទាំង25ខេត្តក្រុងនៅពេលខាងមុខរបាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិលោកសូរិយាសុបេឌីឲ្យដឹងថាថៃបញ្ជូនពលករខ្មែរមកវិញមានជាង200,000នាក់ក្នុងនោះមានស្ត្រីជាង700,000នាក់កុមារជាង10,000នាក់លោកសូរិយាសុបេឌីសម្ដែងក្តីកង្វល់ចំពោះការស្លាប់ពលករក្នុងការបញ្ជូនមកវិញនេះដោយលោកអំពាវនាវរដ្ឋាភិបាលថៃគួរស៊ើបអង្កេតចំពោះការស្លាប់ពលករខ្មែរនៅប្រទេសថៃនិងបង្ហាញពីមូលហេតុស្ថិតនៅក្រោមការបញ្ជូនមកវិញភ្លាមៗនិងច្រានសន្ធឹកសន្ធាប់របស់ពលករកម្ពុជាក្រៅពីបញ្ហាពលករនេះលោកសូរិយាសុបេឌីក៏អំពាវនាវរដ្ឋាភិបាលថៃស៊ើបអង្កេតការស្លាប់របស់អ្នកកាប់ឈើជាជនជាតិខ្មែរក្នុងរយៈពេលប្រមាណឆ្នាំនេះមកដែរដែលនេះជាការព្រួយបារម្ភរបស់លោកបញ្ជាក់ថាដោយសារតែពលករនៅទីជនបទពឹងលើប្រាក់ចំណូលពីការធ្វើការនៅប្រទេសថៃហើយលោកមានការរីករាយចំពោះរដ្ឋាភិបាលទាំងពីរមានឆន្ទៈសម្របសម្រួលតាមផ្លូវច្បាប់ចំពោះការវិលត្រឡប់ទៅប្រទេសថៃវិញចំពោះពលករទេសន្តដល់ប្រវេសកោះណាដែលចង់ទៅវិញក្នុងរបៀបមួយដែលបង្កើនការការពារប្រឆាំងនឹងការជួញដូរនិងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតសាលាដំបងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃពុធបានបើកសវនាការកាត់ទោសនាយិកាក្រុមហ៊ុនវិនិយោគនិងទំនាក់ទំនងក្នុងនិងក្រៅប្រទេសដែលជាប់ខ្សែរាជវង្សម្នាក់ពីបទឆក់បោកប្រាក់លោកផ្កាយ3យោធាម្នាក់ចំនួន$25,000តាមរូបភាពរដ្ឋការស្នើសុំដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកាលពីឆ្នាំ2012យោងតាមកាសែតភ្នំពេញប៉ុស្តិ៍លោកស្រីពេជ្រម៉ារ៉ែនចៅក្រមជំនុំជម្រះបានប្រកាសសាលក្រមបន្ទាប់ពីបញ្ឈប់ការសួរដេញដោលជិត1ម៉ោងថាតុលាការសម្រេចផ្តន្ទាទោសឈ្មោះរាជនីហៅស្រីមុំភេទស្រីអាយុ36ឆ្នាំដាក់ពន្ធនាគារ2ឆ្នាំ6ខែពិន័យប្រាក់ចូលថវិការដ្ឋ$4លានរៀលបង្កប់ឲ្យសងថ្លៃខូចខាត$25,000និងឲ្យសងជំងឺចិត្ត$100 លានរៀលទៅឈ្មោះសែមសុវណ្ណីជាដើមបណ្ដឹងហើយទុកសិទ្ធិប្តឹងអូតូតាមច្បាប់តាមឯកសារតុលាការជនជាប់ចោទរាជនីដែលប្រាក់អាសយដ្ឋានក្នុងប្រទេសនៅផ្ទះលេខ315សង្កាត់បឹងកក់2ខណ្ឌទួលគោកត្រូវលោកឧត្តមសេនីយ៍ឯកសែមសុវណ្ណីប្តឹងពាក់ព័ន្ធនឹងករណីឆបោកប្រាក់គាត់ចំនួន$25,000ពីការធានារត់ការស្នើសុំដីសម្បទានសេដ្ឋកិច្ច3,500ហិកតាពីរដ្ឋាភិបាលនៅឃុំទុំរីងស្រុកសណ្ដានខេត្តកំពង់ធំកាលពីឆ្នាំ2012ប៉ុន្តែតាំងពីទទួលបានប្រាក់គាត់បានគេចវេះនិងមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាទេហើយក៏ត្រូវលោកសុវណ្ណីប្តឹងឲ្យតុលាការចាប់ខ្លួន
កាលពីថ្ងៃទី4ខែវិច្ឆិកាឆ្នាំមុននៅម្ដុំផ្សារចាស់ខណ្ឌដូនពេញក្នុងសវនាការជនជាប់ចោទរាជនេះនិយាយថាគាត់បានសញ្ញេទទួលប្រាក់$25,000ពីលោកសវណ្ណីមែនប៉ុន្តែមិនទាន់បានទទួលប្រាក់ទេហើយថាគាត់ជាជនរងគ្រោះក្នុងការចោទប្រកាន់នេះអ្នកស្រីរាជនេះស្រែកខ្លាំងៗថាវាអយុត្តិធម៌ខ្លាំងណាស់គាត់ត្រូវតុលាការដាក់ពន្ធនាគារហើយបង្គាប់ឲ្យសងប្រាក់រាប់សិបម៉ឺន$អាមេរិកទៀតគាត់គ្មានប្រាក់ឲ្យទេបើលោកសវណ្ណីចង់បានសូមសម្លាប់ខ្ញុំទៅគាត់អះអាងថាគាត់នឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតព្រះអង្គម្ចាស់នរោត្តម ច័ន្ទណូណារាមដែលចូលស្ដាប់សវនាការនោះដែរបានប្រាប់ក្រុមអ្នកកាសែតថាសេចក្តីសម្រេចរបស់តុលាការនេះគឺអយុត្តិធម៌ខ្លាំងណាស់ចំពោះរាជនេះខ្ញុំមិនអាចទទួលបានទេព្រះអង្គម្ចាស់ច័ន្ទណូណារាមអះអាងថារាជនេះជាសមាជិករាជវង្សានុវង្សដែលធ្លាប់បានធ្វើការមនុស្សធម៌និងបរិច្ចាគធនធានជាច្រើនជូនជនពិការនិងជនក្រីក្រហើយធ្លាប់បានការសពប្រតិពីព្រះករុណាព្រះបរមរតនកោដ្ឋនិងព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីផងព្រះអង្គក៏សូមអំពាវនាវឲ្យព្រះករុណាព្រះមហាក្សត្រនិងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនជួយរកយុត្តិធម៌និងអន្តរាគមន៍ក្នុងរឿងនេះផងក្រៅពីស្ដាប់ការផ្សាយរបស់វិទ្យុសំឡេងកម្ពុជាក្រោមលោកអ្នកអាចអានអត្ថបទផ្សេងៗនិងមើលកម្មវិធីទូរទស្សន៍តាមរយៈគេហទំព័រ www.vokk.net សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងឱកាសថ្ងៃសិលសប្តាហ៍នេះវិទ្យុសំឡេងកម្ពុជាក្រោមសូមលើកយកនៅព្រះធម្មកថាដែលសម្ដែងដោយព្រះដេចព្រះគុណនាថសីឡូត្រឹងវាំងយងព្រះសង្ឃវត្តខេមរៈរង្សីនាទីក្រុងសានហូសេរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកមកចាក់ផ្សាយចែកជូនលោកអ្នកសប្បុរសជាទីសន្តាប់លំដាប់តទៅនេះសូមលោកអ្នកស្ដាប់នៅព្រះធម្មកថានេះដោយបេតិសូមនស្សนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមនមស្ការចំពោះជុំបីនៃព្រះរតនៈគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំចំពោះតែព្រះគុណគ្រប់ព្រះអង្គទាំងអស់មានតែព្រះគុណប្រចាំអធិការវត្តខេមរៈរង្សីនៅទីនេះជាប្រធានដោយសេចក្តីគោរពខ្ញុំប្រកាសអាត្មាភាពណាបានការអនុញ្ញាតអំពីតែគុណចៅការដើម្បីធ្វើនៅធម្មកថាសង្ខេបសម្រាប់ញាតិញោមពុទ្ធបរិស័ទថ្ងៃឧបោសថសិល800ខែជិតឆ្នាំមកនេះខស័កពុទ្ធសករាជ2558ដែលបានអញ្ជើញមកកាយវត្តនៅថ្ងៃនេះដូចជារៀងរាល់ថ្ងៃសិលកន្លងហើយដែរថ្ងៃនេះខ្ញុំប្រកាសអាត្មាភាពនឹងសូមសម្ដែងនៅធម៌ដោយខ្លីៗសម្រាប់ញាតិញោមពុទ្ធបរិស័ទសិក្សាយល់តាមរយៈការស្ដាប់ធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងដើម្បីជាប្រយោជន៍ដើម្បីសេចក្តីចម្រើនដើម្បីសេចក្តីសុខគឺនិយាយដោយខ្លីគោលដៅនៃការសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់ដឹងជាប្រពុតគឺឆ្ពោះទៅរកការរួចចាកផុតទុក្ខណាឆ្ពោះទៅរកការរួចចាកផុតទុក្ខជាស្ថាពរយើងអាចមិនតន់យល់បាននូវពាក្យថារួចចាកផុតទុក្ខជួនកាលយើងមិនដឹងថាយើងកំពុងមានទុក្ខទេបើកាលណាមិនតន់ស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធយើងមិនដឹងថាជីវិតរបស់យើងនឹងវានៅក្នុងទុក្ខយ៉ាងណាឡើយយើងគ្រាន់តែដឹងថាជីវិតរបស់យើងពេលដែលមានទុក្ខគឺមានបញ្ហាផ្សេងៗកើតឡើងក្នុងគ្រួសារឬចំពោះជីវិតយើងបើយើងថាមានទុក្ខ
តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីទុក្ខមិនមែនសំដៅយកតែបញ្ហាដែលកើតឡើងម្ដងម្កាលក្នុងជីវិតឬក៏កើតឡើងរឿយៗក្នុងជីវិតទេព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីទុក្ខហ្នឹងគឺរាប់តាំងពីកើតណាខណៈដែលកើតឡើងហ្នឹងហើយជាខណៈដែលកើតទុក្ខហ្នឹងវាកើតស្មើនឹងការកើតឡើងនៃជីវិតណាការកើតឡើងជីវិតហ្នឹងគឺជាទុក្ខការប្រសូតណាញាតិញោមការកើតគឺជាទុក្ខចាប់ផ្ដើមតាំងពីបដិសន្ធិក្នុងប្រតិយតាណាព្រះសម្មាសម្ពុទ្ធហៅថាទុក្ខនៅក្នុងកនឹងគឺទុក្ខរហូតដល់កើតចាកកមេដាក៏មានទុក្ខប្រព្រឹត្តទៅในជីវិតបន្តិចម្ដងតាំងពីវ័យបឋមរហូតមជ្ឈិមវ័យបច្ឆិមវ័យអីគឺថាជីវិតយើងព្រះសម្មាសម្ពុទ្ធថារស់នៅដូចជាយើងនិយាយពីរឿងឋានៈដែលរស់នៅបរិបូរណ៍ដោយសុខមាលភាពឬសុខធម្មជាតិដូចមានស្ដេចជាដើមដែលរស់នៅប្រកបដោយសេចក្តីសុខយើងនិយាយតាមធម្មតាប្រពុតថាសុខហើយហៅសុខអញ្ចឹងដែរជីវិតនឹងវាសុខមិនមានបញ្ហាមិនមានទុក្ខលំបាកប្រំទុកស្វែងរកទ្រព្យសម្បត្តិមិនមានទុក្ខលំបាកប្រំពាក្យនិន្ទាប្រការរិះគន់ឬប្រការបៀតបៀនរបស់អ្នកដទៃជាដើមនិយាយថានឹងគឺថាសុខរហូតដូចជាជីវិតរបស់ព្រះបរមពោធិសត្វព្រះសម្មាសម្ពុទ្ធព្រះអង្គកាលពីមិនតាន់ចេញបួសគឺជីវិតព្រះអង្គមិនមានបញ្ហាមិនមានទុក្ខទេគឺសុខតែម្យ៉ាងបើយើងនិយាយតាមជីវិតសាមញ្ញរបស់យើងគឺព្រះសម្មាសម្ពុទ្ធកាលពីមិនតាន់បួសមានតែសុខទេគឺប្រសូតចាកប្រាស់ឧត្តរនៃព្រះមេត្តាហើយនៅក្នុងបរមរាជវាំងប្រកបដោយសេចក្តីសុខបរិបូរណ៍មានតែសុខតែម្យ៉ាងគឺថាមានណាគេរៀបចំឲ្យជីវិតនឹងគ្រប់យ៉ាងទាំងអស់រស់នៅក្នុងបរមរាជវាំងដូចជាទេវបុត្រស្ថិតនៅក្នុងទេវវិមានបរិបូរណ៍ដោយសុខអញ្ចឹងមានទេពធីតាព្រះអង្គនឹងមានស្រីស្នំក្រមការស្រីស្រឹងគាក្នុងបិដកលេខ77ព្រះអង្គសម្ដែងថាតថាគតកាលពីមិនតាន់នៅបួសសពនៅខ្មៅស្រិលវ័យនៅក្មេងមានស្ត្រីទាំងអស់ 40000 នាក់ណាកញ្ញាទាំងអស់ 40000 នាក់40,000 នាក់សុទ្ធតែស្រីល្អមាននាងយសោទរាគំពាជាប្រធានសម្រាប់បម្រើព្រះអង្គដោយកាមគុណទាំង5បរិបូរណ៍ឥតខ្វះព្រះអង្គប្រកបដោយសុខក្នុងកាមយ៉ាងក្រៃលែងប៉ុន្តែសុខនោះបើនិយាយនឹងយើងមិនដែលបានឃើញមិនដែលបានមានក្នុងโลกនេះមិនមានផងទេប៉ុន្តែព្រះអង្គបានសុខប៉ុណ្ណឹងហើយសុខនៅក្នុងកាមគុណយ៉ាងក្រៃលែងយ៉ាងនេះហើយក៏ព្រះអង្គទ្រង់ត្រាស់ចាសម្ដែងថានោះមិនមែនជាសុខពិតប្រកបព្រះអង្គថានៅតែជាទុក្ខអញ្ចឹងចង់និយាយប្រាប់ថាបាទព្រះពុទ្ធសាសនាដែលសម្ដែងពីទុក្ខពិតប្រកបនោះគឺសម្ដែងអំពីសភាវៈទុក្ខដែលមិនមែនយើងឃើញដោយផ្នែកធម្មតាកើតឡើងយើងថាទុក្ខទេអានោះវាទុក្ខហើយប៉ុន្តែទុក្ខដល់ល្អិតសក់ឃុំទៅទៀតគឺព្រះអង្គទ្រង់ត្រាស់សម្ដែងថាកើតឡើងនឹងវាជាទុក្ខដើម្បីរស់នៅក្នុងសភាពយ៉ាងណាក៏ជាទុក្ខព្រោះអ្វីព្រោះសភាវៈទាំងអស់នោះរឿងរ៉ាវទាំងអស់នោះដែលព្រះអង្គបានជួបនោះវាសុទ្ធតែមិនទៀងវាប្រែប្រួលទៅវិញជាធម្មតាព្រះអង្គឃើញថាទោះបីព្រះអង្គរស់នៅក្នុងបរមរាជវាំងដ៏ប្រណិតដ៏ស្រស់បំប្រងប្រកបដោយសភាពសម្បូរសប្បាយរងរឿងយ៉ាងនេះក៏ដោយក៏វាមិនទៀងវាតែងតែប្រែទៅវិញជាធម្មតានឹងយើងប្រសិទ្ធបើព្រះអង្គនៅតែសម្បូរសប្បាយនៅតែចប់នៅក្នុងបរមរាជវាំងចប់នៅក្នុងស្រីស្រឹងគាទាំងអស់នោះក៏មិនមែននៅទៀងដល់ឥឡូវទេព្រះអង្គគង់តែចាស់ហើយអស់ជីវិតទៅវិញជាធម្មតាប៉ុន្តែដោយព្រះអង្គយល់ឃើញថាជីវិតនឹងវាប្រកបដោយទុក្ខអញ្ចឹងព្រះអង្គចេញទៅបួសព្រះអង្គស្វែងរកផ្លូវដើម្បីរំដោះចាកទុក្ខរំដោះចេញផុតពីទុក្ខអញ្ចឹងបើព្រះអង្គរកឃើញហើយព្រះអង្គប្រាប់យើងសម្ដែងធម៌ប្រាប់សត្វទាំងអស់ឲ្យបានដឹងថាជីវិតដែលរស់នៅវាមិនទៀងជាទុក្ខពិតប្រាកដឲ្យយើងខំប្រឹងប្រតិបត្តិធម៌ដើម្បីរំដោះទុក្ខវាពិបាកយល់ណាស់ញោមណាពិបាកយល់ថាយើងរៀនយ៉ាងដូចម្ដេចឲ្យស្គាល់ទុក្ខសិនបើយើងមិនស្គាល់ទុក្ខទេធ្វើម៉េចយើងនឹងរត់ចេញពីទុក្ខបានបើយើងមិនដឹងថាខ្លួនយើងមានទុក្ខយើងក៏មិនខំប្រឹងស្វែងរកផ្លូវដើម្បីចេញចាកទុក្ខដែរលុះត្រាតែយើងសិក្សារៀនសូត្រពិចារណាយ៉ាងដូចម្ដេចឲ្យឃើញទុក្ខពិតប្រាកដព្រះសម្មាសម្ពុទ្ធជាមនុស្សឃើញទុក្ខក្នុងសុខរបស់មនុស្សធម្មតា
ធម្មតាមនុស្សធម្មតាឃើញថានោះជាសុខជាសប្បាយជាខ្សែខ្សានជាស្រួលប៉ុន្តែព្រះសម្មាសម្ពុទ្ធឃើញថាសុខស្រួលនោះដែលមនុស្សធម្មតាឃើញនោះជាទុក្ខពិតប្រាកដហើយវាទុក្ខមែនវាសប្បាយព្រះអង្គទ្រង់ប្រាសម្ដែងថាកាមសុខមិនមែនមិនសុខទេពិតជាសុខមែនសុខដោយរូបដោយសម្លេងដោយក្លិនដោយរសដោយផុតថពៈសុខពិតប្រាកដណាស់សម្រាប់យើងដែលអ្នកប្រាថ្នានៅក្នុងកាមសុខណាប៉ុន្តែវាជាទុក្ខហៅថាសុខដែលហៅថាសាមិសសុខគឺសុខនឹងវាអាស្រ័យអាមិអាស្រ័យដោយរូបសម្លេងក្លិនរសពេលណាដែលរូបបាត់ទៅក៏មានទុក្ខពេលណាដែលក្លិនបាត់ទៅក៏មានទុក្ខពេលណាដែលរងប្រែប្រួលទៅក៏មានទុក្ខអញ្ចឹងដល់ព្រះអង្គស្វែងរកនៅសេចក្តីសុខជានិរាមិសសុខសុខដែលប្រាជ្ញាអាមិសុខដែលមិនបាច់អាស្រ័យនៅអាមិទេសុខនឹងគឺសុខចិត្តពុតប្រកបសុខដែលប្រាជ្ញាការកើតចាស់ឈឺស្លាប់ពុតប្រកបអញ្ចឹងតើយើងឃើញថាជីវិតរបស់យើងនឹងមានទុក្ខហើយយើងខំប្រឹងចេញទៅយើងមិនចាំបាច់ដល់ពេលឈឺបានថាមានទុក្ខទេយើងមិនចាំបាច់ទៅដល់ពេលដែលស្លាប់បានយើងថាទុក្ខណាស់ជីវិតប្រត់ប្រាស់ទៅយ៉ាងនេះមួយយ៉ាងនោះមួយនឹងវាទុក្ខហើយប៉ុន្តែត្រូវសិក្សាពិចារណាតាំងពីខាងដើមទៅឲ្យឃើញថាទុក្ខនឹងមានតាំងពីកើតម្កម្ល៉េះហើយវិលវល់កើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់គ្មានទីបំផុតពីខាងដើមមកមិនដឹងថាពីជាតិណាមកទេយើងតែកើតចាស់ឈឺស្លាប់វិលវល់បញ្ហាត្រូវទៀមទាត្រូវការគ្រប់បែបយ៉ាងទាំងអស់ណាមនុស្សលោកនេះខំប្រឹងជួយគ្នាស្វែងរកសេចក្តីសុខឲ្យគ្នាណាខាងវិទ្យាសាស្ត្រខំប្រឹងស្វែងរកខាងថ្នាំសង្កូវគ្រប់សពបែបយ៉ាងទាំងអស់ដើម្បីជួយមនុស្សឲ្យបានសុខខំប្រឹងរហូតរាប់រយរាប់ពាន់ឆ្នាំមកឥឡូវនេះឃើញថាអ្នកដែលស្វែងរកថ្នាំនោះបានថ្នាំប្រសិទ្ធភាពខ្លាំងពូកែល្បីលើពិភពលោកនេះយ៉ាងណាក៏ដោយក៏ថ្នាំរបស់អ្នកស្វែងរកក្រោះទស្សនវិទូរបស់អ្នកដែលពិនិត្យស្រាវជ្រាវរកថ្នាំសម្រាប់ព្យាបាលឲ្យមនុស្សនោះក៏នៅតែមិនទាន់បានធ្វើយ៉ាងណាឲ្យមនុស្សលែងកើតទុក្ខប្រុសជំងឺមនុស្សនៅតែមានជំងឺតើបីថ្នាំមានថ្មីល្អប្រណិតយ៉ាងណាពូកែថ្លៃយ៉ាងណាក៏ដោយក៏មហាសេដ្ឋីមានទ្រព្យសម្បត្តិខ្លាំងពូកែច្រើនអនេកណាស់ក៏មិនអាចយកទ្រព្យសម្បត្តិទៅរកថ្នាំមីណាសម្រាប់ព្យាបាលកុំឲ្យខ្លួនមានជំងឺរហូតឬការពារកុំឲ្យខ្លួនស្លាប់មិនមានឃើញថាវិធីរបស់វិទ្យាសាស្ត្រល្អប្រណិតឆើតណាស់លើโลกនេះប៉ុន្តែធ្វើយ៉ាងណាក៏នៅតែមនុស្សនៅតែមានទុក្ខមិនអាចណារកវិធីណារំដោះមនុស្សឲ្យផុតពីទុក្ខបានគេបង្កើតយន្តហោះបង្កើតឡានបង្កើតអ្វីសពគ្រប់នៅអាមេរិកនេះញាតិញោមដល់ទៅដល់ណាក៏ឃើញថាគេបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងទាំងអស់ដើម្បីជួយមនុស្សកុំឲ្យមានទុក្ខជួយមនុស្សកុំឲ្យមានទុក្ខហេតុអីបានបង្កើតយន្តមកអំពីហេតុអ្វីបានគេស្រាវជ្រាវបង្កើតយន្តហោះមកអំពីវាលំបាកក្នុងការធ្វើដំណើរពីទីមួយទៅទីមួយអញ្ចឹងបង្កើតដើម្បីឲ្យមនុស្សងាយស្រួលហើយស្រួលអញ្ចឹងដែរវាស្រួលទៅតាមនឹងប៉ុន្តែថាឲ្យផាត់ទុកអាស្រ័យយន្តហោះមិនដែលមានឲ្យផាត់ទុកអាស្រ័យឡានឲ្យផាត់ទុកអ្វីអាស្រ័យថ្នាំពេទ្យអាស្រ័យមន្ទីរពេទ្យឲ្យមនុស្សយើងរួចផាត់ទុកពុតប្រកបនោះវាមិនមាននៅតែឃើញមនុស្សយំរហាមនៅក្នុងយន្តហោះនៅមានមនុស្សកើតទុកនៅក្នុងយន្តហោះប្រុសយន្តហោះធ្លាក់នៅតែឃើញមនុស្សកើតទុកនៅក្នុងមន្ទីរពេទ្យស្លាប់នៅក្នុងមន្ទីរពេទ្យដេកធ្ងន់នៅក្នុងមន្ទីរពេទ្យយើងចង់និយាយខ្លីមកថាឧបាយឬវិធីដែលមនុស្សទាំងអស់ក្នុងពិភពលោកខំប្រឹងស្វែងរកដើម្បីរំដោះមនុស្សឲ្យផុតពីទុក្ខនេះគ្រប់មធ្យោបាយទាំងអស់ប៉ុន្តែធ្វើមិនទាន់បានគ្មានអ្នកណាមួយធ្វើឲ្យសម្រេចទេគ្រាន់តែសម្រាលទុក្ខបានខ្លះតែប៉ុណ្ណោះពេលដែលមានជំងឺយើងមានពេទ្យមានថ្នាំអានឹងសម្រាលបានទុក្ខហើយយើងផាត់ថៃបានមកគ្រាមកពេលឬក៏បានជាមួយរយៈពេលវែងអីចឹងទៅឬក៏ខ្លីទៅតាមហ្នឹងហើយយើងបានងាយស្រួលក្នុងការជិះយន្តហោះពីទីមួយទៅទីមួយឆ្ងាយឆ្លងសមុទ្រអីបានអានឹងយើងថាវាផុតទុក្ខឬក៏ថាផុតលំបាកបានប៉ុណ្ណឹងប៉ុន្តែថាទីបំផុតជីវិតរបស់យើងឲ្យផុតពីទុក្ខពិតប្រាកដផុតពីការចាស់ផុតអំពីការឈឺផុតអំពីការស្លាប់មិនមានយើងនៅតែចាស់ឈឺស្លាប់ទៅដល់ទីណាក៏នៅតែអញ្ចឹងនេះចង់បញ្ជាក់ឲ្យឃើញថាជីវិតរបស់យើងវានៅតែមានទុក្ខហើយតោះបីអ្នកណាជួយណា
នៅប្រទេសណាមានអ្នកវិទ្យាសាស្ត្រល្បីយ៉ាងដូចម្ដេចក៏ដោយខំប្រឹងយ៉ាងណាក៏នៅតែជួយយើងមិនបានយើងនៅតែមានទុក្ខលំបាកណាញាតិញោមទៅពលានយន្តអីហ្នឹងគេសម្រាប់ផ្លូវឲ្យយើងបើយើងឈឺដើយើងគ្រាន់តែឈប់ឲ្យកន្លែងក៏ទៅបានរយស្រួលអីអញ្ចឹងទៅមានចន្ទើយន្តមានអីគ្រប់សពបែបយ៉ាងហ្នឹងគេសុទ្ធតែជួយមនុស្សដែរជួយចង់ឲ្យយើងបានសុខហ្នឹងតែជួយប៉ុណ្្នឹងហើយយើងនៅតែមានទុក្ខដដែលនៅតែមានលំបាកដដែលអញ្ចឹងថាប៉ុន្តែផ្លូវដែលព្រះសម្មាសម្ពុទ្ធស្វែងរកសេចក្តីសុខឲ្យយើងវិញប្រពុតដែលព្រះអង្គផ្លូវដែលព្រះអង្គស្វែងរកគឺផ្លូវដែលព្រះអង្គប្រកាសដើម្បីឲ្យយើងបានសេចក្តីសុខវិញមិនមែនដូចជាអ្នកវិទ្យាសាស្ត្រទេព្រះអង្គមិនបានផលិតយន្តហោះទេព្រះអង្គមិនបានធ្វើឡានទេព្រះអង្គមិនបានសង់អគារធំសម្រាប់មនុស្សក៏ពិតមែនប៉ុន្តែវិធីរបស់ព្រះអង្គគឺរំដោះទុក្ខឲ្យខ្លួនឯងព្រះអង្គមិនបានធ្វើដើររំដោះទុក្ខឲ្យយើងទេប៉ុន្តែព្រះអង្គប្រាប់ឧបាយឲ្យយើងប្រើសេរីភាពរបស់ខ្លួនក្នុងការគិតក្នុងការនិយាយក្នុងការធ្វើដើម្បីកុំឲ្យមានទុក្ខព្រះអង្គបានឃើញច្បាស់ថាសេចក្តីទុក្ខទាំងអស់កើតឡើងពីខ្លួនឯងកើតឡើងពីមនុស្សគ្រប់គ្នាទាំងអស់កើតឡើងអំពីការធ្វើកើតឡើងអំពីការនិយាយកើតឡើងអំពីការគិតរបស់យើងកាលណាបើយើងគិតអាក្រក់ណាគំនិតអាក្រក់របស់យើងវានៅក្នុងខ្លួនយើងគ្មានអ្នកណាមកគិតអាក្រក់ឲ្យយើងទេអញ្ចឹងហើយគំនិតអាក្រក់នេះវានាំឲ្យយើងនិយាយអាក្រក់ពេលនិយាយអាក្រក់ក៏គ្មានអ្នកណាមកនិយាយអាក្រក់ឲ្យយើងដែរគឺខ្លួនយើងនិយាយចេញពីមាត់យើងចិត្តយើងគិតបណ្ដើនិយាយបណ្ដើហើយរហូតដល់ប្រំមិនបានទៀតក៏វានាំបណ្ដាលឲ្យយើងធ្វើនៅអាក្រក់ទៀតអញ្ចឹងព្រះអង្គឃើញថាគំនិតអាក្រក់និយាយអាក្រក់ធ្វើអាក្រក់នេះជាពុព្វហេតុជាហេតុជាដើមចំនៃសេចក្តីទុក្ខណាអញ្ចឹងក៏នាំឲ្យមានទុក្ខនោះវាកើតពីនឹងអញ្ចឹងព្រះអង្គបង្រៀនឲ្យយើងធ្វើដូចម្ដេចខំប្រឹងលះបង់នៅបាបដែលយើងហៅតាមធម្មតាថាអាក្រក់អំពើអាក្រក់ហ្នឹងឯងគឺលះបង់ចេញបន្តិចម្ដងប្របាបឬអាក្រក់នេះជាប្រភពនៃសេចក្តីទុក្ខបើយើងធ្វើបាបធ្វើអាក្រក់ហើយទោះបីយើងនៅក្នុងទីណាសម្បូរសប្បាយដោយទ្រព្យសម្បត្តិដោយគ្រឿងវិទ្យាសាស្ត្រដោយសម្ភារៈបរិបូរយ៉ាងម៉េចក៏យើងនៅតែមានទុក្ខដែរឧទាហរណ៍ថានៅអាមេរិកនេះយើងនិយាយថាប្រទេសជឿនលឿនអច្ឆរិយប្រទេសអីអរិយប្រទេសយ៉ាងណាសម្បូរសប្បាយយ៉ាងដូចម្ដេចក៏ដោយប៉ុន្តែបើមនុស្សធ្វើអាក្រក់ហើយនៅតែមានទុក្ខនៅតែទទួលទុក្ខនៅតែទទួលទុក្ខអញ្ចឹងហ្នឹងជាពាក្យរបស់ព្រះពុទ្ធត្រង់ត្រាស់សម្ដែងថាកាលណាបើធ្វើអាក្រក់ហើយនឹងបានដល់នៅសេចក្តីទុក្ខប៉ុន្តែបើធ្វើល្អទៅវិញទៅបីយើងនៅប្រទេសក្រកំសត់ឬនៅតាមកតងវាលស្រែអីយ៉ាងដូចម្ដេចក៏ដោយបើមនុស្សធ្វើល្អហើយវាមិនមានទុក្ខត្រង់ថាចិត្តរបស់យើងមិនរងទុក្ខហើយគ្មានអ្នកមកដាក់ទោសឲ្យទេអានឹងនិយាយពីតាមសភាវៈធម្មតាដែលប្រចាណាបៀតបៀនអីចឹងណាអានឹងប្រកបដោយយុត្តិធម៌គឺថាអ្នកដែលមិនធ្វើអាក្រក់មិននិយាយអាក្រក់មិនគិតអាក្រក់ទៅអីនៅទីណាក៏បានសេចក្តីសុខទាំងអស់បានសេចក្តីសុខពិតប្រាកដអញ្ចឹងសេចក្តីសុខនិងសេចក្តីទុក្ខវាមានប្រភពកើតចេញពីខ្លួនយើងអញ្ចឹងខ្លួនយើងជាអ្នកធ្វើសុខខ្លួនយើងជាអ្នកធ្វើទុក្ខឲ្យខ្លួនយើងអញ្ចឹងមិនដែលយើងខំប្រឹងធ្វើយ៉ាងដូចម្ដេចឲ្យខ្លួនយើងបានសុខដល់ខ្លួនយើងគឺសាងសេចក្តីសុខឲ្យខ្លួនឯងហើយវាយបំបែកកំទេចចោលនៅសេចក្តីទុក្ខឲ្យខ្លួនឯងគឺលះបង់បាបដល់ខ្លួនឯងដើម្បីសាងសេចក្តីសុខឲ្យខ្លួនឯងគឺដោយវិធីយើងធ្វើបុណ្យចម្រើនចិត្តឲ្យស្អាតបរិសុទ្ធកុំឲ្យមានគំនិតអាក្រក់ពីកើតឡើងពេលដែលគំនិតអាក្រក់កើតឡើងជាធម្មតាទេយើងមិនអាចលះដូចម្ដេចបានភ្លាមទេប៉ុន្តែដើម្បីលះឲ្យបានត្រូវឃើញថានោះជាអាក្រក់ព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងឃើញពេលដែលគំនិតអាក្រក់កើតឡើងដឹងថានេះគំនិតអាក្រក់អញ្ចឹងយើងកំណត់ដឹងព្រះពុទ្ធឲ្យយើងកំណត់ដឹងជាសតិប្បដ្ឋានកំណត់ដឹងថានឹងត្រឹមតែជាចិត្តកើតឡើងអាក្រក់អីអញ្ចឹងទៅហើយក៏វារលត់រលាយទៅវិញជាធម្មតាវាមិនទៀងនឹងក៏កំណត់ដឹងយើងមិនប្រកាន់ថាអំពើអាក្រក់នោះជារបស់យើងជាអ្នកធ្វើយើងជាអ្នកបង្កើតអញ្ចឹងសរុបសេចក្តីមកព្រះពុទ្ធព្រះអង្គប្រងប្រាស់សម្ដែងប្រធមគឺឆ្ពោះទៅរកឲ្យសេចក្តីសុខឲ្យយើងរួចចាកផុតពីទុក្ខហ្នឹងមិនមែនសុទ្ធតែនិយាយដោយចំគោលដៅទុក្ខរួចចាកផុតទុក្ខជាស្ថាពរគឺប្រះនិព្វានហ្នឹងវាមិនមានបានភ្លាមក្នុងពេលឥឡូវនេះទេវាអាចក្នុងពេលយូរសន្សំបារមីបុណ្យកុសលនឹងវែងឆ្ងាយតម្រង់តែបាននិព្វានដោយព្រះសាវក
ទាំងអស់នឹងបំពេញបារមីមួយសែនកាប់សាវកធម្មតាណាហើយដល់អកេសាវកនឹងមួយអសង្ខ័យមួយសែនកាប់ណាមួយអសង្ខ័យមួយសែនកាប់តម្រាំបានជាអកេសាវកដោយព្រះសារីបុត្រព្រះមុគលានតម្រាំបានជាព្រះបាជាកពុទ្ធនឹង2អសង្ខ័យមួយសែនកាប់តម្រាំបានជាព្រះពុទ្ធនឹង4អសង្ខ័យកម្រៃមួយសែនកាប់ឬក៏8អសង្ខ័យកម្រៃមួយសែនកាប់ឬក៏16អសង្ខ័យកម្រៃមួយសែនកាប់តាមបញ្ញាធិកសទ្ធាធិកវិរិយធិករបស់ជាពុទ្ធភូមិរបស់ព្រះពុទ្ធទាំងឡាយប៉ុន្តែសេចក្តីសុខដែលយើងបានតាមរយៈព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធតាមរយៈការប្រតិបត្តិនៅភាពព្រាមបដៅរបស់ព្រះពុទ្ធគឺប្រធមព្រះវិន័យហ្នឹងសេចក្តីសុខដែលយើងបានហ្នឹងមិនមែនតលតែដល់និព្វានទៅបានទេគឺយើងបានតាំងពីពេលដែលយើងប្រតិបត្តិនៅធម៌ខណៈណាដែលយើងប្រតិបត្តិតាមធម៌ខណៈនោះយើងរមែងបាននៅសេចក្តីសុខឧទាហរណ៍ព្រះពុទ្ធថាមិនអោយធ្វើបាបយើងមិនធ្វើយើងក៏គ្មានទុក្ខដោយសារបាបហ្នឹងខណៈដែលយើងមិនធ្វើបាបហ្នឹងខណៈហ្នឹងយើងបានសុខមានសេរីភាពមិនជាប់ទុក្ខទោសមិនជាប់គុកច្រវាក់ព្រោះតែអំពើបាបអាហ្នឹងខណៈហ្នឹងជីវិតហ្នឹងបច្ចុប្បន្នហ្នឹងណាគ្រួសារយើងហ្នឹងជីវភាពយើងហ្នឹងក៏បានសុខសប្បាយអញ្ចឹងទៅព្រះពុទ្ធថាអបាយមុខគឺការខ្ជិលច្រអូសមិនខំប្រឹងធ្វើការរកស៊ីចិញ្ចឹមជីវិតអីចឹងរមែងនាំមានទុក្ខរមែងវិញ្ញាណទ្រព្យសម្បត្តិយើងក៏ជឿតាមព្រះពុទ្ធចឹងយើងមិនខ្ជិលយើងខំប្រឹងព្យាយាមស្វែងរកទ្រព្យសម្បត្តិក៏យើងមិនកើតទុក្ខលំបាកប្រោះការវិញ្ញាណទ្រព្យសម្បត្តិអញ្ចឹងដែរអានេះគឺថាឃើញថាអ្នកដែលប្រតិបត្តិតាមធម៌របស់ព្រះសម្មាសម្ពុទ្ធរមែងបានសុខក្នុងខណៈតែប្រតិបត្តិក្នុងពេលដែលកំពុងតែធ្វើនឹងឯងមិនមែនចាំដល់ឆ្នាំក្រោយមិនមែនចាំដល់ជាតិក្រោយមិនមែនចាំដល់បាននិព្វានម្ដងទៅបានសុខទេគឺបានសុខតាំងពីពេលដែលយើងប្រតិបត្តិអញ្ចឹងញាតិញោមខំប្រឹងរក្សានៅសិលរបស់ខ្លួនឲ្យបានល្អនឹងហើយដែលយើងប្រតិបត្តិតាមភាពព្រាមបដៅរបស់ព្រះពុទ្ធយើងត្រូវសិក្សាឲ្យយល់តាមពេលវេលាធ្វើយ៉ាងម៉េចឲ្យយល់ថាសិល5នឹងវាមានអត្ថន័យយ៉ាងណាមានខ្លឹមសារយ៉ាងម៉េចហើយត្រូវលះបង់យ៉ាងដូចម្ដេចឲ្យច្បាស់លាស់ណាទី1គឺយើងលះបង់មិនសម្លាប់សត្វនឹងដាច់ជាសាពតបីសត្វណាក៏ដោយយើងលះបង់ហៅថាលះបង់ដោយចេតនាថាมันដាច់ខាតมันសម្លាប់សត្វតបីសត្វនោះមកបៀតបៀនខ្លួនមកសម្លាប់ខ្លួនក៏ដោយក៏ខ្លួនมันសម្លាប់សត្វនោះឲ្យដាច់សិលអានេះគឺជាការតាំងចេតនាហៅថាវិរទេសចេតនាលះបង់ដោយមុនទៅហើយមិនមែនចាំដល់សត្វមកបៀតបៀនបានលះបង់គឺលះបង់ទុកមុនទៅហើយដោយចេតនាមុំយ៉ាងនេះឯងជាសិលមានកម្លាំងខ្លាំងពូកែមែនទែនហ្នឹងហើយលះបង់ដាច់ខាតมันលួចទ្រព្យសម្បត្តិมันគេប្រវាញ់มันគេបន្លំទ្រព្យសម្បត្តិរបស់អ្នកដទៃណាមួយធ្វើអីឧទាហរណ៍ថាមិនមែនទៅលួចចំទេយើងធ្វើពាណិជ្ជកម្មឬក៏លុកដូរអីហ្នឹងគឺថាយើងនិយាយតាមធម្មតាគេហៅថាល្បិចនៃសេដ្ឋកិច្ចហ្នឹងធ្វើយ៉ាងម៉េចឲ្យបានទ្រព្យរបស់គេមកធ្វើជារបស់ខ្លួនណាតើបីស្របច្បាប់ក៏ដោយប៉ុន្តែប្រសិនបើធ្វើនោះដោយល្បិចមួយគិតថាកុំអោយណាស់ដែលម្ចាស់ទ្រព្យគេដឹងដើម្បីបានទ្រព្យសម្បត្តិខ្លួនឯងក៏នៅតែក្នុងការលួចដដែលណាហើយលះបង់មិនប្រព្រឹត្តខុសក្នុងការហ្នឹងដោយដាច់ជាចេតនានឹងលះបង់ដាច់ជាស្ថាពរហ្នឹងវាប្រព្រឹត្តទៅតាមហ្នឹងទៅនឹងជាឈ្មោះនៃសិលទៅលះបង់មិននិយាយកុហកមិននិយាយលេះឡោនាំឲ្យខូចប្រយោជន៍มันផឹកសុរាมันផឹកគ្រឿងស្រវឹងអីទៅបីកាលះទេសសាសនាទៅបីទៅក្នុងពិធីអ្វីមួយគេបង្ខំគេអីក៏មិនយល់មុខណាស់ដែរគឺថាយល់មុខព្រះពុទ្ធយល់ថាព្រះពុទ្ធជាអ្នកហាមមិនឲ្យផឹកអញ្ចឹងទៅបីមុតផឹកអីយ៉ាងណាបង្ខំអីមិនក៏យើងលះបង់ព្រោះយើងយល់យកព្រះពុទ្ធជាធំអីចឹងទៅអាហ្នឹងគឺអំណាចនៃសិលហ្នឹងវាទៅតាមចេតនាទៅតាមការយល់ដឹងរបស់អ្នករក្សាអានឹងយើងខំប្រឹងទាំងអស់គ្នាទៅបានមកវត្តគឺខំប្រឹងរក្សាសិលធ្វើបុណ្យធ្វើទានអញ្ចឹងប្រសើរទៅតាមនឹងឲ្យសមជាខ្មែរផងសំយើងជាអ្នកកាន់ព្រះពុទ្ធសាសនានឹងពុទ្ធប្រកាសផងគឺយើងជាខ្មែររក្សាពុទ្ធសាសនាហើយរក្សាភាពព្រាមប្រដៅរបស់ព្រះសម្មាសម្ពុទ្ធរក្សានៅវប្បធម៌ដូនតារបស់យើងទាំងពីរនឹងល្អទៅដល់ទីណាក៏ពីស្គាល់យើងជាខ្មែរស្គាល់យើងជាពុទ្ធសាសនាពុទ្ធសាសនិកណាខ្ញុំក៏អាត្មាភាពសម្ដែងមកខ្លីៗនៅក្នុងវត្ថុព្រះសម្មាសម្ពុទ្ធដែលព្រះអង្គគោលដៅរបស់ព្រះអង្គគឺសម្ដែងទី1ឲ្យយើងយល់អំពីទុក្ខ
កាលណាបើយើងយល់អំពីទុក្ខហើយយើងដឹងពីប្រភពដែលនាំឲ្យកើតទុក្ខហើយយើងលះបង់នៅប្រភពដែលនាំឲ្យកើតទុក្ខហើយយើងដឹងនៅការរួចចាក់ផុតទុក្ខគឺព្រះនិព្វានឬក៏ថាផុតទុក្ខដោយសារអំពើល្អនឹងក៏យើងដឹងយើងខំប្រឹងធ្វើអញ្ចឹងទៅហើយយើងខំប្រឹងប្រតិបត្តិនៅសិលសមាធិបញ្ញាធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធតាមសមត្ថភាពតាមនាទីរបស់យើងសន្សំបន្តិចម្ដងឆ្ពោះទៅរកការរួចចាក់ផុតទុក្ខបន្តិចម្ដងសន្សំមួយជំហានម្ដងរហូតដល់បានសម្រេចផុតទុក្ខជាសថាពោទាំងអស់គ្នាកុំបីខានសូមអនុមោទនាកម្មវិធីផ្សាយនៃវិទ្យុសំឡេងកម្ពុជាក្រោមដែលបានផ្សាយជូនលោកអ្នកស្ដាប់លើពេលនេះចាប់តែប៉ុណ្ណេះសូមលោកអ្នកនាងរងចាំស្ដាប់កម្មវិធីផ្សាយនិងអានព័ត៌មានរបស់យើងខ្ញុំជារៀងរាល់ថ្ងៃតាមរយៈគេហទំព័រ www.vokk.net នាងខ្ញុំថៃសុចិត្តាព្រមទាំងសហការីនៃក្រុមផ្សាយទាំងអស់សូមអរគុណនិងសូមជម្រាបលា